នៅថ្ងៃទី25ខែធ្នូឆ្នាំ1642ឆ្នាំតែមួយដែលហ្គាលីលេទទួលមរណភាពនៅអ៊ីតាលីអ្នកប្រាជ្ញមួយរូបទៀតបានចាប់កំណត់ឡើងនៅក្នុងប្រទេសអង់គ្លេសអ៊ីសាក់ញូតុនចាប់កំណត់ឡើងនៅក្នុងកាលៈទេសៈដ៏លំបាកមួយទាំងនៅក្នុងគ្រួសារនិងនៅក្នុងប្រទេសញូតុនចាប់កំណត់ឡើងជាកូនកំព្រាឪពុកដោយឪពុកបានទទួលមរណភាពតាំងពី3ខែមុនហើយនៅពេលដែលញូតុនមានអាយុទើបនឹងបាន3ឆ្នាំម្ដាយក៏បានរៀបការប្តីថ្មីហើយទុកចោលញូតុនឲ្យរស់នៅជាមួយនឹងជីដូនជីតាដោយសារតែប្តីថ្មីមិនចង់ឲ្យញូតុនទៅរស់នៅជាមួយលើពីនេះទៅទៀតឆ្នាំដែលញូតុនកើតក៏ជាឆ្នាំដែលអង់គ្លេសត្រូវធ្លាក់ទៅក្នុងកលយុគនយោបាយដ៏ធ្ងន់ធ្ងរមួយផងដែរនៅឆ្នាំ1649នៅពេលដែលញូតុនទើបនឹងមានអាយុមិនដល់7ឆ្នាំស្រួលបួលផងសង្គ្រាមស៊ីវិលនៅអង់គ្លេសបានឈានទៅដល់ការផ្ដួលរំលំរបបរាជានិយមព្រះមហាក្សត្រត្រូវបានគេចាប់យកមកកាត់ក្បាលជាសាធារណៈរបបសាធារណរដ្ឋត្រូវបានបង្កើតឡើងក៏ប៉ុន្តែមុនយូរប៉ុន្មានត្រូវបានប្រែក្លាយទៅជារបបផ្ដាច់ការក្រោមការដឹកនាំរបស់ Oliver Cromwell រហូតតទៅដល់11ឆ្នាំក្រោយមកទៀតទើបវិបត្តិនយោបាយត្រូវបញ្ចប់ហើយរបបរាជានិយមអង់គ្លេសត្រូវបានបង្កើតឡើងមកវិញស្ថានភាពចលាចលនៅក្នុងប្រទេសនិងនៅក្នុងគ្រួសារបែបនេះបានបង្កឲ្យមានការប៉ះពាល់ខាងផ្លូវចិត្តយ៉ាងខ្លាំងទៅដល់ញូតុនធំដង្ក្តីជាមួយនឹងភាពឯកោខ្វះភាពកក់ក្ដៅខ្វះការស្រឡាញ់ថ្នាក់ថ្នមពីឪពុកម្ដាយហើយជាមួយនឹងកំហឹងនិងគំនុំចំពោះឪពុកចុងដែលផ្ដាច់ក្តីស្រឡាញ់របស់ម្ដាយពីខ្លួនជាមួយនឹងអំពើហិង្សានៃសង្គ្រាមស៊ីវិលទាំងអស់នេះបានជះឥទ្ធិពលយ៉ាងខ្លាំងទៅដល់បុគ្គលិកលក្ខណៈរបស់ញូតុនពេញក្នុងមួយជីវិតញូតុនត្រូវបានគេស្គាល់ថាជាមនុស្សដែលខ្វះភាពអរិយៈមានភាពឆេវឆាវពោពេញទៅដោយការច្រណែននិងជាមនុស្សឯកោគ្មានមិត្តភក្តិគ្មានគូស្នេហ៍គ្មានទំនាក់ទំនងក្នុងសង្គមហើយប្រហែលជាដោយសារតែការចូលចិត្តភាពឯកោនេះហើយដែលធ្វើឲ្យញូតុនចំណាយពេលភាគច្រើននៅក្នុងជីវិតជាមួយនឹងការសិក្សាការត្រិះរិះពិចារណាទៅលើធម្មជាតិរហូតបង្កើតបានទៅជាទ្រឹស្ដីដែលជាមូលដ្ឋានគ្រឹះនៃវិទ្យាសាស្ត្ររហូតមកទល់នឹងពេលបច្ចុប្បន្ននេះនៅពេលដែលញូតុនមានអាយុ10ឆ្នាំឪពុកចុងបានទទួលមរណភាពហើយម្ដាយរបស់ញូតុនក៏បានវិលត្រឡប់មករស់នៅជាមួយនឹងញូតុនវិញដែលនាំមកជាមួយនៅកូនក្រោយចំនួន3នាក់អាយុបាន12ឆ្នាំញូតុនត្រូវបានម្ដាយចោទឈ្មោះឲ្យចូលរៀននៅសាលាដែលមានចម្ងាយជាង10គីឡូម៉ែត្រពីផ្ទះហើយញូតុនក៏ត្រូវបែកពីម្ដាយម្ដងទៀតដើម្បីទៅរស់នៅជាមួយគេនៅក្បែរសាលារៀនក៏ប៉ុន្តែរៀនបានត្រឹមតែ5ឆ្នាំញូតុនត្រូវបានម្ដាយឈប់ឲ្យរៀនដើម្បីមកធ្វើការងារកសិកម្មជួយគ្រួសារញូតុនគឺជាមនុស្សដែលស្អប់ការងារស្រែចម្ការចំណែកឯគ្រូរបស់ញូតុនគឺមានការសោកស្ដាយដែលឃើញកូនសិស្សដ៏មានបញ្ញាវាងវៃដូចជាញូតុនបែបនេះបែរជាទៅធ្វើជាកសិករទៅវិញគ្រូរបស់ញូតុនក៏បានព្យាយាមទៅបញ្ចុះបញ្ចូលម្ដាយរបស់ញូតុនឲ្យបញ្ជូនកូនទៅរៀននៅឯសាកលវិទ្យាល័យម្ដាយរបស់ញូតុនបានយល់ព្រមហើយនៅឆ្នាំ1661ញូតុនក៏បានចុះឈ្មោះចូលរៀននៅឯសាកលវិទ្យាល័យដ៏ល្បីមួយនៅអង់គ្លេសគឺសាកលវិទ្យាល័យ Cambridge ពីដំបូងញូតុនត្រូវរៀនបណ្ដាលធ្វើការបណ្ដាលដើម្បីយកលុយមកផ្គត់ផ្គង់ការរៀនសូត្រនៅឆ្នាំចុងក្រោយញូតុនត្រូវបានសាលាផ្ដល់អាហារូបករណ៍ដើម្បីរៀនបញ្ចប់ថ្នាក់បរិញ្ញាបត្រនិងបន្តយកថ្នាក់អនុបណ្ឌិតក៏ប៉ុន្តែភ្លាមក្រោយពីញូតុនរៀនចប់ថ្នាក់បរិញ្ញាសាកលវិទ្យាល័យ Cambridge ក៏ដូចជាគ្រឹះស្ថានជាច្រើនផ្សេងទៀតត្រូវបិទទ្វារជាបណ្ដោះអាសន្នដោយសារតែមានជំងឺដ៏កាចសាហាវកំពុងតែឆ្លងរាតត្បាតនៅក្នុងទីក្រុងឡុងនិងនៅតំបន់ជុំវិញនៅក្នុងអំឡុងពេលដែលសាលារៀនបិទទ្វារញូតុនបានវិលត្រឡប់ទៅផ្ទះនៅឯស្រុកស្រែដើម្បីគេចពីជំងឺឆ្លងហើយនៅក្នុងរយៈពេល7ឆ្នាំញូតុនបានចំណាយពេលភាគច្រើននៅតែម្នាក់ឯងធ្វើការសិក្សាស៊ីជម្រៅរហូតឈានទៅបង្កើតនូវទ្រឹស្ដីជាច្រើនរាប់ចាប់តាំងពីខាងផ្នែកអុបតិកកម្លាំងទំនិញសកលរហូតទៅដល់វិធីសាស្ត្រគណនេយ្យស្មុគស្មាញខាងគណិតវិទ្យាគឺការគណនា differential និង integral ក៏ប៉ុន្តែនៅពេលនោះទ្រឹស្ដីអស់ទាំងនេះត្រូវបានញូតុនរក្សាទុកសម្រាប់តែខ្លួនឯងដោយមិនបានធ្វើការចុះផ្សាយអ្វីទាំងអស់
ការមិនចុះផ្សាយពីស្នាដៃរបស់ខ្លួនបែបនេះគឺដោយសារតែ Newton គឺជាមនុស្សដែលមានចរិតឯកោនិយមមិនចូលចិត្តមានទំនាក់ទំនងជាមួយអ្នកដទៃចូលចិត្តធ្វើអ្វីៗតែម្នាក់ឯងដោយមិនបង្ហាញឲ្យគេឃើញនិងជាពិសេសជាងនេះទៅទៀត Newton ត្រូវបានគេស្គាល់ជាទូទៅថាជាមនុស្សចិត្តស្រាលឆាប់ខឹងនិងមិនចេះទ្រាំទ្រនឹងការរិះគន់ហើយដូច្នេះហើយបានជា Newton មិនចង់បង្ហាញស្នាដៃឲ្យគេឃើញដរាបណាស្នាដៃអស់ទាំងនោះមិនទាន់មានភាពឥតខ្ចោះចាក់ផុតពីការរិះគន់667នៅពេលដែលសាកលវិទ្យាល័យចាប់បើកទ្វារឡើងវិញ Newton ក៏បានវិលត្រឡប់ទៅ Cambridge វិញហើយបានសិក្សារហូតដល់ចប់ថ្នាក់អនុបណ្ឌិតរួចហើយត្រូវបានសាកលវិទ្យាល័យតែងតាំងឲ្យធ្វើជាសាស្ត្រាចារ្យគណិតវិទ្យានៅឆ្នាំ1669 3ឆ្នាំក្រោយមកទៀតនៅឆ្នាំ1672 Newton នៅក្នុងវ័យត្រឹមតែ30ឆ្នាំត្រូវបានគេជ្រើសរើសឲ្យចូលជាសមាជិករាជបណ្ឌិតសភាវិទ្យាសាស្ត្រអង់គ្លេសដែលគេតែងតែស្គាល់ជាទូទៅថា The Royal Society នៅពេលនោះរាជបណ្ឌិតសភាវិទ្យាសាស្ត្រអង់គ្លេសមានទម្លាប់មួយគឺសមាជិកតែងតែជួបប្រជុំគ្នាជារឿយៗដើម្បីជជែកដេញដោលគ្នាជុំវិញប្រធានបទទាក់ទងទៅនឹងវិទ្យាសាស្ត្រសមាជិកម្នាក់ៗលើកបង្ហាញនូវលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់ខ្លួននៅក្នុងគោលដៅចែកចាយចំណេះដឹងផងនិងដើម្បីឲ្យមានការជជែកដេញដោលចោទជាសំណួរនិងលើកបង្ហាញនូវតលហេតុការពារទ្រឹស្ដីអស់ទាំងនោះសកម្មភាពអស់ទាំងនេះផ្ទុយស្រឡះពីទម្លាប់និងអត្តចរិតរបស់ Newton ក៏ប៉ុន្តែបើទោះបីជាយ៉ាងនេះក៏ដោយ Newton បានព្យាយាមសម្របខ្លួនហើយបានយកស្នាដៃរបស់លោកទៅលើកបង្ហាញនិងដាក់ឲ្យមានការជជែកដេញដោលគ្នាក៏ប៉ុន្តែមិនយូរប៉ុន្មានផងបញ្ហាចម្រូងចម្រាសក៏ចាប់ផ្ទុះឡើងលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់ Newton ត្រូវទទួលរងនូវការរិះគន់ហើយ Newton ឆ្លើយតបទៅវិញដោយកំហឹងរហូតរាលដាលទៅជាចំនួនជាមួយនឹងសមាជិកផ្សេងទៀតនៅក្នុងរាជបណ្ឌិតសភាវិទ្យាសាស្ត្រ Newton មិនអាចទ្រាំទ្រនឹងស្ថានភាពអស់ទាំងនេះបានក៏សម្រេចដកខ្លួនបន្តិចម្ដងពីវេទិកាជជែកដេញដោលគ្នាក៏ប៉ុន្តែនៅឆ្នាំ1687ក្រោមការផ្ដួចផ្ដើមគំនិតរបស់តារាវិទូអង់គ្លេសឈ្មោះ Edmund Halley Newton បានសុខចិត្តយកលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់លោកទៅបោះពុម្ពផ្សាយជាសៀវភៅដែលមានចំណងជើងជាភាសាឡាតាំងថា Principia បានក្លាយទៅជាមូលដ្ឋានគ្រឹះនៃវិទ្យាសាស្ត្រសម័យទំនើបព្រមទាំងត្រូវបានគេទទួលស្គាល់នៅក្នុងពេលបច្ចុប្បន្ននេះថាជាស្នាដៃដ៏សំខាន់បំផុតមួយនៅក្នុងប្រវត្តិនៃវិទ្យាសាស្ត្រនៅក្នុងអំឡុងសតវត្សទី17ការសិក្សាខាងផ្នែកវិទ្យាសាស្ត្រនៅតែមានមូលដ្ឋានគ្រឹះឈរលើទ្រឹស្ដីរបស់ Aristotle អ្នកប្រាជ្ញដ៏ល្បីល្បាញរបស់ក្រិកតាំងពីសម័យកាលមុនគ្រិស្តសករាជក៏ប៉ុន្តែនៅក្នុងពេលជាមួយគ្នានោះឥទ្ធិពលនៃទ្រឹស្ដីវិទ្យាសាស្ត្រសម័យទំនើបក៏កំពុងតែចាប់ផ្ដើមរីកសាយភាយកាន់តែច្រើនឡើងផងដែរដែលគេហៅថាជាបដិវត្តន៍នៃវិទ្យាសាស្ត្រ Newton ស្ថិតនៅក្នុងចំណោមអ្នកដែលផ្ដោតការយកចិត្តទុកដាក់ខ្លាំងទៅលើទ្រឹស្ដីរបស់អ្នកវិទ្យាសាស្ត្រសម័យទំនើបរួមមានដូចជាទស្សនវិទូបារាំង René Descartes អ្នកប្រាជ្ញអ៊ីតាលី Galilei តារាវិទូប៉ូឡូញ Nicolas Copernic និងតារាវិទូអាល្លឺម៉ង់ Johann Kepler ជាដើមទ្រឹស្ដីដែលកំណត់ថាផែនដីមិនមែនជាចំណុចកណ្ដាលនៃចក្រវាឡហើយអ្វីៗទាំងអស់សុទ្ធតែវិលជុំវិញផែនដីនោះទេក៏ប៉ុន្តែតាមការពិតមានតារារណបខ្លះវិលជុំវិញភពផែនដីដូចជាព្រះច័ន្ទយើងជាដើមតែតារារណបខ្លះវិញទៀតវិលជុំវិញភពផ្សេងដូចជាព្រះច័ន្ទរបស់ភពប្រហោះជាដើមហើយទាំងភពប្រហោះទាំងភពផែនដីរបស់យើងនិងភពជាច្រើនផ្សេងទៀតនៅក្នុងប្រព័ន្ធព្រះអាទិត្យគឺសុទ្ធតែធ្វើដំណើរវិលជុំវិញព្រះអាទិត្យគឺ Nicolas Copernic ដែលបានបង្កើតនូវទ្រឹស្ដីស្ដីពីចលនាវិលជុំវិញព្រះអាទិត្យដោយថែមទាំងបានធ្វើការគណនាថាភពទាំងអស់ធ្វើដំណើរជុំវិញព្រះអាទិត្យនៅក្នុងគន្លងដែលមានទម្រង់ជារង្វង់ហើយព្រះអាទិត្យស្ថិតនៅត្រង់ផ្ចិតនៃរង្វង់ក៏ប៉ុន្តែក្រោយមកទៀតតារាវិទូអាល្លឺម៉ង់ Johann Kepler បានធ្វើការគណនាបង្កើតបាននូវទ្រឹស្ដីមួយទៀតដែលកំណត់ថាភពទាំងអស់ធ្វើត្បិតតែពិតជាវិលជុំវិញព្រះអាទិត្យប៉ុន្មានក៏ប៉ុន្តែវិលនៅក្នុងគន្លងរាងមូលទ្រវែងឬពងក្រពើមិនមែនជារង្វង់នោះទេហើយព្រះអាទិត្យនោះក៏មិនស្ថិតនៅត្រង់ចំណុចផ្ចិតនោះដែរទ្រឹស្ដីរបស់ Johann Kepler ត្រូវបានគេទទួលស្គាល់ជាទូទៅក៏ប៉ុន្តែនៅពីនោះមានសំណួរដ៏សំខាន់មួយទៀតដែលចាប់ឡើងហើយដែលគេនៅមិនទាន់មានចម្លើយ
គឺនៅត្រង់ថាតើចលនាវិលជុំវិញព្រះអាទិត្យនេះកើតមានដោយសារអ្វីនៅថ្ងៃមួយញូតុនកំពុងអង្គុយសញ្ជប់សញ្ជឹងនៅក្នុងសួនច្បារនៅឯផ្ទះនៅឯស្រុកស្រែក៏ឃើញផ្លែប៉ោមរបេះពីមែកធ្លាក់ចុះមកលើដីនៅពីនោះមនុស្សម្នាជាទូទៅរាប់ទាំងអារីស្តូតផងតែងតែនាំគ្នាគិតថាវត្ថុទាំងឡាយណាដែលមានទម្ងន់ដូចជាផ្លែប៉ោមនេះជាដើមគឺតែងតែធ្លាក់ចុះមកក្រោមវាជារឿងធម្មតាទៅតាមក្រឹតក្រមនៃធម្មជាតិក៏ប៉ុន្តែញូតុនវិញញូតុនមិនបានស្កប់ចិត្តនៅត្រឹមពាក្យថាវាជារឿងធម្មតាទៅតាមក្រឹតក្រមនៃធម្មជាតិបាននេះទេញូតុនបើគេអាចរកវិធីបាញ់ក្របផ្លោងក្នុងល្បឿនមួយគ្រប់គ្រាន់អាចឲ្យក្របផ្លោងនេះធ្វើដំណើរក្នុងកន្លងជាខ្សែកង់មួយដែលស្មើនឹងភាពកោងនៃភពផែនដីក្របផ្លោងនេះនឹងធ្វើដំណើរវិលជុំវិញភពផែនដីដោយមិនធ្លាក់ចុះទៅប៉ះនឹងផ្ទៃដីនោះទេហើយញូតុនគិតថាយន្តការនៃកម្លាំងទំនាញនេះវាគឺជាយន្តការតែមួយដែលធ្វើឲ្យព្រះច័ន្ទវិលក្នុងកន្លងជុំវិញផែនដីហើយផែនអ៊ីសាក់ញូតុនត្រូវបានគេស្គាល់ថាជាអ្នកប្រាជ្ញដែលមានជំនាញខាងផ្នែកវិទ្យាសាស្ត្រជាទូទៅហើយបានបង្កើតនូវស្នាដៃជាច្រើននៅក្នុងផ្នែកខុសៗគ្នាទាំងខាងផ្នែកគណិតវិទ្យាដូចជាការបង្កើតទ្រឹស្ដីទាក់ទងទៅនឹងការគណនា differential និង integral ខាងផ្នែកអុបទិកជាពិសេសការបង្កើត telescope ប្រភេទថ្មីនិងការសិក្សាទៅលើពណ៌និងពន្លឺនិងទាំងខាងផ្នែករូបវិទ្យាព្រមទាំងតារាសាស្ត្រស្នាដៃរបស់ញូតុនដែលត្រូវបានគេស្គាល់ច្រើនជាងគេគឺទាក់ទងទៅនឹងកម្លាំងទំនាញសកលនិងច្បាប់នៃចលនាដែលមានមូលដ្ឋានគ្រឹះចេញពីទ្រឹស្ដីរបស់ហ្គាលីឡេត្រូវបានញូតុនយកមកសិក្សាលម្អិតហើយបង្កើតទៅជាទ្រឹស្ដីបត់សំខាន់ចំនួន3ទ្រឹស្ដីទី1កំណត់ថាវត្ថុមួយដែលនៅនឹងថ្កល់គ្មានចលនានឹងនៅតែបន្តស្ថិតនៅនឹងថ្កល់គ្មានចលនាហើយវត្ថុដែលមានចលនានឹងនៅតែបន្តមានចលនាក្នុងទិសដៅនិងល្បឿនដដែលលុះត្រាតែមានអន្តរាគមន៍ពីកម្លាំងមកពីខាងក្រៅទ្រឹស្ដីទី2កំណត់ថាកម្លាំងគឺស្មើនឹងម៉ាស់គុណនឹងសន្ទុះចំណែកឯទ្រឹស្ដីទី3កំណត់ថារាល់កម្លាំងនៃវត្ថុមួយទៅលើវត្ថុណាមួយផ្សេងទៀតគឺតែងតែមានប្រតិកម្មជាកម្លាំងស្មើគ្នាតបមកវិញទ្រឹស្ដីអស់ទាំងនេះត្រូវបានញូតុនចងក្រងជាសៀវភៅដែលមានចំណងជើងជាភាសាឡាតាំងថា Principia ហើយចេញផ្សាយជាលើកដំបូងនៅឆ្នាំ1687ក្រោយពីមានការចេញផ្សាយសៀវភៅ Principia នេះហើយដែលគេឈ្មោះរបស់ញូតុនចាប់ផ្ដើមល្បីរន្ទឺនៅក្នុងចំណោមអ្នកវិទ្យាសាស្ត្រទាំងនៅក្នុងប្រទេសអង់គ្លេសនិងនៅលើឆាកអន្តរជាតិនៅឆ្នាំ1689ញូតុនត្រូវបានក្លាយទៅជាសមាជិកសភាអង់គ្លេសហើយនៅឆ្នាំ1703ត្រូវបានតែងតាំងជាប្រធានបណ្ឌិតសភាវិទ្យាសាស្ត្រអង់គ្លេសឬហៅឈ្មោះថា The Royal Society ញូតុនក៏ត្រូវបានគេតែងតាំងជាសមាជិកកិត្តិយសនៃបណ្ឌិតសភាវិទ្យាសាស្ត្ររបស់បារាំងផងដែរព្រមជាមួយនឹងភាពល្បីល្បាញនេះជីវិតរបស់ញូតុនក៏ពោរពេញទៅដោយភាពចម្រូងចម្រាសយ៉ាងច្រើនផងដែរជាពិសេសគឺចំនួនជាមួយនឹងអ្នកប្រាជ្ញផ្សេងទៀតចំនួនដ៏ខ្លាំងក្លាជាងគេហើយដែលជាបញ្ហាចម្រូងចម្រាសតាមជាប់នឹងជីវិតរបស់ញូតុនព្រមទាំងដកជាប់នឹងប្រវត្តិរបស់ញូតុនក្រោយមកទៀតគឺចំនួនជាមួយនឹង Robert Hooke និងចំនួនជាមួយនឹង Gottfried Leibniz Robert Hooke គឺជាអ្នកប្រាជ្ញអង់គ្លេសហើយដែលគេអាចនិយាយថាគឺជារៀមច្បងរបស់ញូតុនជាពិសេសនៅបណ្ឌិតសភាវិទ្យាសាស្ត្រដែល Robert Hooke មានតួនាទីដ៏សំខាន់តាំងពីមុនពេលដែលញូតុនបានចូលជាសមាជិកទៅទៀតនៅបណ្ឌិតសភាវិទ្យាសាស្ត្រ Robert Hooke មានតួនាទីជាអ្នកធ្វើពិសោធន៍សម្រាប់ខ្លួនឯងឬធ្វើពិសោធន៍ទៅតាមសំណើរបស់អ្នកវិទ្យាសាស្ត្រផ្សេងទៀតឬក៏ធ្វើពិសោធន៍ដើម្បីផ្ទៀងផ្ទាត់ទ្រឹស្ដីថ្មីៗដែលគេទើបនឹងរកឃើញនៅក្នុងបរិបទនេះហើយដែលចំនួនរវាង Robert Hooke និង Newton បានចាប់ផ្ទុះឡើងនៅអំឡុងឆ្នាំ1672នៅពេលដែល Newton បានចូលជាសមាជិកបណ្ឌិតសភាវិទ្យាសាស្ត្រហើយចំនួននេះកើតចេញដំបូងពីទ្រឹស្ដីតាក់ទងទៅនឹងពន្លឺកាលពីក្នុងអំឡុងឆ្នាំ1666 Newton បានចំណាយពេលសិក្សាលម្អិតទៅលើចំណាំងផ្លាតនៃពន្លឺតាមរយៈការពិសោធន៍ Newton បានរកឃើញថាពន្លឺថ្ងៃដែលយើងមើលទៅឃើញថាមានពណ៌សតាមការពិតទៅគឺផ្សំឡើងដោយពន្លឺដែលមានពណ៌ចម្រុះគ្នាប្រសិនបើគេយកពន្លឺថ្ងៃចាំងកាត់តាមកែវចំណាំងផ្លាតពន្លឺនេះនឹងចាំងចេញមកវិញ
ដោយបំបែកទៅជាពណ៌ដើមឬរៀងខ្លួនដែលមានតាំងពីពណ៌ក្រហមលឿងបៃតងខៀវស្វាយពូលគឺគ្រប់ពណ៌ទាំងអស់របស់ឥន្ទ្រនូតែក៏ប៉ុន្តែគឺចំណាំងផ្លាតនៃពន្លឺព្រះអាទិត្យដែលចាំងកាត់តាមដំណក់ទឹកភ្លៀងដែលវាបង្កើតទៅជាឥន្ទ្រនូចេញពីការសិក្សាទៅលើពណ៌នៃចំណាំងផ្លាតនៃពន្លឺនេះNewton បានរកឃើញនូវវិធីសាស្ត្រថ្មីមួយទៀតដែលអាចបង្កើតនូវ telescope ដែលមានប្រសិទ្ធភាពល្អដាច់ឆ្ងាយជាងប្រភេទ telescope ដែលបង្កើតឡើងកាលពីសម័យកាល Galilei នៅឆ្នាំ1572ទៅតាមសំណើរបស់បណ្ឌិតសភាវិទ្យាសាស្ត្រអង់គ្លេស Newton បានយកលទ្ធផលនៃការសិក្សារបស់លោកទៅដាក់បង្ហាញដល់សមាជិកផ្សេងទៀតនៅក្នុងបណ្ឌិតសភានៅពេលនោះទ្រឹស្ដីនៃពន្លឺនិង telescope របស់ Newton បានទទួលនូវការកោតសរសើរពីសំណាក់អ្នកវិទ្យាសាស្ត្រជាច្រើនផ្សេងទៀតក៏ប៉ុន្តែក្នុងពេលជាមួយគ្នានោះក៏មានដែរនូវការរិះគន់ហើយការរិះគន់ខ្លាំងជាងគេគឺចេញពី Robert Hooke បានបង្ហាញនូវការឯកភាពទៅលើលទ្ធផលនៃការសិក្សារបស់ Newton ជាទូទៅក៏ប៉ុន្តែលោកបានបង្ហាញនូវមន្ទិលសង្ស័យទៅលើភាពត្រឹមត្រូវនៃវិធីសាស្ត្រក្នុងការធ្វើពិសោធន៍របស់ Newton តែក៏ពិតនេះគឺជារឿងធម្មតានៅក្នុងចំណោមអ្នកវិទ្យាសាស្ត្រក៏ប៉ុន្តែរវាង Newton និង Robert Hooke ដែលសុទ្ធសឹងតែជាមនុស្សចិត្តស្រាលឆេវឆាវនិងមានមោទនភាពលើខ្លួនឯងខ្លាំងដូចគ្នាការរិះគន់តាមលក្ខណៈធម្មតានេះបានប្រែក្លាយទៅជាការបោះពាក្យសម្ដីដាក់គ្នាទៅវិញទៅមកហើយរាលដាលទៅជាចំនួនដ៏ក្តៅគគុកក្រោយមកទៀតចំនួននេះបានរាលដាលកាន់តែខ្លាំងទៅដល់ប្រធានបទថ្មីមួយទៀតគឺទ្រឹស្ដីនៃកម្លាំងទំនាញសកលដែល Newton និង Robert Hooke បានចោទគ្នាទៅវិញទៅមកថាលួចចម្លងស្នាដៃរបស់ខ្លួនរហូតធ្វើឲ្យអ្នកប្រាជ្ញទាំងពីរយកគ្នាធ្វើជាសត្រូវអស់មួយជីវិតក្រៅពីចំនួនជាមួយនឹង Robert Hooke Newton មានបញ្ហាដ៏សែនចម្រូងចម្រាសមួយទៀតគឺចំនួនជាមួយអ្នកប្រាជ្ញអាល្លឺម៉ង់ឈ្មោះ Gottfried Leibniz តាក់ទងទៅនឹងការគណនា differential និង integral Newton បានធ្វើការសិក្សាលម្អិតរហូតបង្កើតបានទៅជាទ្រឹស្ដីសំខាន់ៗតាក់ទងទៅនឹងប្រធានបទនេះនៅក្នុងចន្លោះឆ្នាំ1665ដល់ឆ្នាំ1667ពោលគឺនៅក្នុងរយៈពេល2ឆ្នាំដែលសាកលវិទ្យាល័យបិទទ្វារដោយជំងឺរាតត្បាតហើយដែល Newton ត្រូវវិលត្រឡប់ទៅរស់នៅឯផ្ទះនិងឯស្រុកស្រែក៏ប៉ុន្តែនៅពេលនោះនឹងរយៈពេលជាច្រើនឆ្នាំក្រោយមកទៀតNewton មិនបានយកស្នាដៃរបស់ខ្លួននេះទៅចុះផ្សាយជាសាធារណៈនោះទេនៅឆ្នាំ1675 Gottfried Leibniz បានធ្វើការសិក្សាទៅលើការគណនា differential និង integral នេះដែរក៏ប៉ុន្តែខុសពី Newton Leibniz បានយកទ្រឹស្ដីដែលខ្លួនបង្កើតបានទៅចុះផ្សាយជាសាធារណៈនៅឆ្នាំ1684ចាប់ពីពេលនោះហើយដែលសាធារណជនជាទូទៅចាប់ផ្ដើមឮពីទ្រឹស្ដីនៃការគណនា differential និង integralហើយចាប់ពីពេលនោះដែរហើយដែលចំនួនបានផ្ទុះឡើងរវាង Newton និង Leibniz ដោយបានចោទគ្នាពីរឿងលួចចម្លងស្នាដៃមកទល់នឹងពេលបច្ចុប្បន្ននេះអ្នកវិទ្យាសាស្ត្រនិងអ្នកប្រវត្តិសាស្ត្រជាទូទៅបានទទួលស្គាល់ថា Newton និង Leibniz បានធ្វើការសិក្សានិងរកឃើញទ្រឹស្ដីនៃការគណនា differential និង integral នេះដាច់ដោយឡែកពីគ្នាដោយមិនមានអ្នកណាលួចចម្លងពីអ្នកណានោះទេក៏ប៉ុន្តែកាលពីពេលនោះជំនួសរវាង Newton និង Leibniz គឺមានសភាពជូរចត់បំផុតជាពិសេស Newton ដែលជាមនុស្សមិនសូវចេះទទួលការរិះគន់និងមានស្ថានភាពផ្លូវចិត្តផុយស្រួយផងនោះបានធ្វើការវាយប្រហារយ៉ាងធ្ងន់ធ្ងរបំផុតទៅលើ Leibniz Newton ថែមទាំងបានប្រើប្រាស់ឥទ្ធិពលជាប្រធានបណ្ឌិតសភាវិទ្យាសាស្ត្រអង់គ្លេសរៀបចំឲ្យមានគណៈកម្មការមួយដែលមានឈ្មោះថាជាគណៈកម្មការឯករាជ្យក៏ប៉ុន្តែបានធ្វើការសិក្សានិងសរសេររបាយការណ៍ដែលមានភាពលំអៀងទៅខាង Newton ហើយកំណត់ឲ្យ Leibniz គឺជាអ្នកខុសភាពចម្រូងចម្រាសនេះនៅតែបន្តតាមជាប់នៅក្នុងជីវិតរបស់ Newton នៅក្នុងរយៈពេលប្រមាណជា25ឆ្នាំក្រោយមកទៀតហើយបើទោះបីជាក្រោយពេលដែល Leibniz ទទួលមរណភាពបាត់ទៅនៅឆ្នាំ1716ក៏ដោយក៏ Newton នៅតែបន្តអារភាពជាមួយនឹង Leibniz តទៅទៀត Isaac Newton ចាប់កំណើតឡើងគឺជាទារកដែលកើតមិនគ្រប់ខែមានសុខភាពផុយស្រួយរហូតធ្វើឲ្យម្ដាយគិតថាប្រហែលជាមិនអាចរស់បាននោះផង Newton កំពុងតែឆ្លងកាត់នៅជំងឺផ្លូវចិត្តដ៏ធ្ងន់ធ្ងរហើយវិបត្តិផ្លូវចិត្តនេះបានអូសបន្លាយពេលប្រមាណជា18ខែទើប Newton បានជាសះស្បើយមកវិញក្រោយពីជាពីជំងឺផ្លូវចិត្ត
Newton ត្រូវបានរដ្ឋាភិបាលតែងតាំងឲ្យធ្វើជាអ្នកចាត់ចែងខាងបោះពុម្លុយដែលជាមុខតំណែងមួយទទួលបានប្រាក់ខែយ៉ាងច្រើនគឺច្រើនជាងការពីពេលធ្វើជាសាស្ត្រាចារ្យទៅទៀតការកែពិតបើគេពិនិត្យមើលជារួមនៅក្នុងជីវិតរបស់ Newton ក្រៅតែពីបញ្ហាស្មុគស្មាញក្នុងគ្រួសារពីកុមារភាពនិងវិបត្តិផ្លូវចិត្ត Newton មានជីវិតប្រកបដោយភាពរុងរឿងមានទាំងកេរ្តិ៍ឈ្មោះកិត្តិយសឋានៈមានទាំងទ្រព្យសម្បត្តិបើគេប្រៀបធៀបជាមួយនឹង Galilei ដែលជាអ្នកវិទ្យាសាស្ត្រមានគំនិតបដិវត្តផ្ទុយពីគំនិតចាស់បុរាណនិងផ្ទុយពីការបង្រៀនរបស់សាសនាកាតូលិកដូចគ្នាជីវិតរបស់ Newton គឺផ្ទុយគ្នាស្រឡះដូចមេនឹងដីពីជីវិតរបស់ Galilei Newton មិនត្រឹមតែមិនត្រូវបានគេផ្ដន់ទោសជាអ្នកប្រឆាំងនឹងសាសនានោះទេតែត្រូវបានគេគោរពទាំងនៅក្នុងប្រទេសនិងនៅក្រៅប្រទេសហើយទាំងក្នុងចំណោមអ្នកវិទ្យាសាស្ត្រនិងក្នុងឆាកនយោបាយ Newton បានធ្វើជាសមាជិកសភាធ្វើជាអ្នកគ្រប់គ្រងការបោះពុម្លុយរបស់អង់គ្លេសបានធ្វើជាប្រធានបណ្ឌិតសភាវិទ្យាសាស្ត្រអង់គ្លេសនិងជាសមាជិកកិត្តិយសនៃបណ្ឌិតសភាវិទ្យាសាស្ត្របារាំងហើយនៅឆ្នាំ1705 Newton ត្រូវបានព្រះមហាក្សត្រីអង់គ្លេសប្រទានគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុតមួយហើយ Isaac Newton ក៏បានទទួលងារជា Sir Isaac Newton ទទួលមរណភាពនៅថ្ងៃទី20ខែមីនាឆ្នាំ1727ក្នុងជន្មាយុ85ឆ្នាំសម្រាប់របស់ Newton ត្រូវបានគេយកទៅបញ្ចុះនៅឯវិហារ Westminster ស្ថិតនៅក្នុងទីក្រុងឡុងទល់មុខនឹង Big Ben និងវិមានសភាអង់គ្លេសនាពេលបច្ចុប្បន្ននេះវិហារ Westminster នេះជាទូទៅត្រូវបានគេយកធ្វើជាទីកន្លែងសម្រាប់ស្ដេចឡើងគ្រងរាជ្យនិងជាទីបញ្ចុះសពព្រះមហាក្សត្រនិងរាជវង្សានុវង្សរបស់អង់គ្លេសហើយ Newton គឺជាអ្នកវិទ្យាសាស្ត្រទី1ដែលត្រូវបានគេផ្ដល់កិត្តិយសឲ្យបញ្ចុះសពនៅទីនោះសម្រាប់អ្នកប្រវត្តិសាស្ត្រនិងអ្នកវិទ្យាសាស្ត្រជាទូទៅមរតកដែល Newton បានបន្សល់ទុកសម្រាប់វិទ្យាសាស្ត្រសម័យទំនើបគឺមានតម្លៃកាត់ថ្លៃមិនបានច្បាប់នៃចលនាកម្លាំងទំនិញសកលវិធីសាស្ត្រគណនា differential និង integral អុបទិកពន្លឺនិងពណ៌ទាំងអស់នេះគឺសុទ្ធសឹងតែជាទ្រឹស្ដីសំខាន់ដែល Newton បានបន្សល់ទុកហើយដែលបាននាំមកនូវការផ្លាស់ប្ដូរមិនត្រឹមតែចំណេះដឹងខាងផ្នែកវិទ្យាសាស្ត្រនិងការយល់ដឹងរបស់មនុស្សចំពោះហូបឈាមទៅដល់ការបង្កើតទ្រឹស្ដីវិទ្យាសាស្ត្រជាច្រើនបានគឺដោយសារតែលោកឈរលើទ្រឹស្ដីដែលអ្នកផ្សេងបានរកឃើញ